ប្រទេសកម្ពុជាបើនិយាយនៅក្នុងតំបន់អាស៊ីបើយើងប្រៀបធៀបទីផ្សារខុនដូរបស់យើងមានតែជាង60000 unit ទេបច្ចុប្បន្នមួយឆ្នាំពីរឆ្នាំទៀតឡើងដល់70000ឥឡូវវាមាន65000 unit ទៅ70000 unit អញ្ចឹង60000បើប្រៀបធៀបនឹងប្រជាជននៅរាជធានីភ្នំពេញបច្ចុប្បន្នវាមានជិត3លាននាក់តែបើយើងនិយាយអំពីវិស័យទេសចរបើសិនជាវិស័យទេសចរយើងកើនឡើងពី5លានទៅ10លាននាក់ការផ្គត់ផ្គង់ខុនដូនៅក្នុងរាជធានីភ្នំពេញជាពិសេសហ្នឹងគឺវាអត់ទាន់គ្រប់ទៅលើតម្រូវការទេតែបើយើងគិតថា demand នៅក្នុងស្រុកវាប្រហែលជា over supply តែបើយើងគិតអំពីប្រទេសយើងជាប្រទេសដែលចំហជើងមេឃប្រទេសណាក៏អាចទិញវិនិយោគនៅក្នុងប្រទេសកម្ពុជាបានដែរអញ្ចឹងប្រជាជននៅក្នុងតំបន់អឺរ៉ុបអាមេរិកអាស៊ីផ្សេងៗគឺគាត់អាចវិនិយោគបើសិនជាពួកគាត់មកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងឃើញថាការផ្គត់ផ្គង់ហ្នឹងវាអត់គ្រប់ទេហើយបើសិនជាកំណើននៃវិស័យទេសចរកើនឡើងតម្រូវការទៅលើ hospitality តម្រូវការក្នុងការស្នាក់នៅ Airbnb hotel ស្អីៗហ្នឹងគឺការផ្គត់ផ្គង់ហ្នឹងក៏អត់គ្រប់ដែរអញ្ចឹងការផ្គត់ផ្គង់គ្រប់មិនគ្រប់ហ្នឹងវាមិនមែនតែកត្តានៅក្នុងស្រុកប៉ុណ្ណោះទេវាតកតនឹងកត្តាក្រៅស្រុកកត្តានយោបាយកត្តាសេដ្ឋកិច្ចហើយជាពិសេសនឹងកត្តាទៅលើវិស័យទេសចរដែលជាវិស័យមួយដ៏សំខាន់ក្នុងការចូលរួមជំរុញទៅលើវិស័យអចលនទ្រព្យដូចគ្នាវិស័យអចលនទ្រព្យជាពិសេសវិស័យខុនដូនៅកម្ពុជាហ្នឹងវានឹងបន្តកើនឡើងបើយើងប្រៀបធៀបនៅក្នុងតំបន់យើងវាមាន60000ជាង70000 unit ហ្នឹងវាមិនទាន់គ្រប់គ្រាន់ទេអញ្ចឹងដីដែលមានតម្លៃថ្លៃនៅក្នុងរាជធានីភ្នំពេញជាពិសេសដីកណ្ដាលក្រុងហ្នឹងគឺយើងមិនអាចយកទៅធ្វើផ្ទះល្វែងធ្វើផ្ទះវិឡាមួយអីទៅបានទេ100%តែគេយកដីហ្នឹងមកសង់អគារជាអគារពាណិជ្ជកម្មអគារ commercial អគារ condo អគារ office នៅគ្រប់កន្លែងហ្នឹងបើខ្ញុំអាចនិយាយបានថានៅក្នុងពេលបច្ចុប្បន្ននេះ2026នៃការចាប់ផ្ដើមនេះខ្ញុំគិតថាវិស័យអចលនទ្រព្យកម្ពុជាទើបតែចាប់ផ្ដើមទេជាពិសេសនៅក្នុងវិស័យ condo